ក្រុមការងាររបស់យើងទទួលបានការពីយប់មិញម៉ោងរបស់លោកធួនចាមានប្រិមិត្តប្រទេសឃើញគាត់នៅតាមផ្លូវចាឃើញនឹងនៅម្ដុំក្រាំងធ្នង់ខាងសែនសុកចាថារត់ចេញពីអង្គការមកណាបងប្អូនរបស់យើងចាអត់ដឹងថាមានរឿងអីហើយដែលឃើញនឹងចន្លោះម៉ោង 9 យប់មិញអញ្ចឹងប្រិយមិត្តស្ដាប់ ABC ហើយភ្លាមនឹងក្រុមការងាររបស់យើងលោកធួននឹងក៏បានចេញទៅទទួលទាំងយប់ដោយឡានដឹកទំនិញរបស់ ABC នឹងទៀតណាចាយប់មិញនេះណោះចាបងប្អូនអ៊ំពូមីងហើយបានទៅទទួលហើយក៏យកមកដាក់នៅវិទ្យុ ABC តាមដែលដឹងមកគឺដូចថាគេនឹងផ្ទះកំណើតនៅបាត់ដំបងឯណោះចាតែដឹងមកនៅអង្គការនៅភ្នំពេញនេះហើយចេញមកទាំងយប់មិញនៅម្ដុំសែនសុកហើយក៏មានប្រិមិត្តគាត់ប្រទេសឃើញហើយស្មានតែនៅអង្គុយចាំប៉ាម៉ាក់ធម្មតាមកទទួលណាចាហើយសួរនាំទៅបានដឹងថាអូមែនទេណាចាហ្នឹងឥឡូវគឺគាត់បានមកស្នាក់ដល់វិទ្យុ ABC រយៈពេលមួយយប់ហើយឥឡូវភ្លឺហើយព្រឹកហើយជួបគ្នាម្ដងទៀតមើលដើម្បីសួរនាំណាចាជំរាបសួរចាជំរាបសួរមួយមើលកូនចាជំរាបសួរមើលលើកដៃជំរាបសួរមួយមើលចាជំរាបសួរចាណាចាហេចាជំរាបសួរមើលអ៊ំសួរសិនមើលកូនឈ្មោះអីកូនដាក់មីក្រូគៀកមាត់មើលឈ្មោះហេងតុងហានចាឈ្មោះហេងតុងហានហេងតុងហានហានចាកូនឯងឈ្មោះហេងតុងហានចាហេងតុងហានកូនអាយុប៉ុន្មានហើយឆ្នាំនេះ12ចា12យាយដាក់មីក្រូគៀកមាត់មើលចាអាយុ12ឆ្នាំហ៎បាទចាអាយុ12ឆ្នាំអញ្ចឹងកូនរៀននៅសាលាណាវិទ្យាល័យទូរស័ព្ទសែនសុកវិទ្យាល័យទូរស័ព្ទសែនសុកវិទ្យាល័យទូរស័ព្ទសែនសុកទូប្រាសាទសែនសុកណាបាទចាអញ្ចឹងកូនថារស់នៅអង្គការហ្នឹងនៅអង្គការណាដែរកូនអង្គការ KKV កូននិយាយលឺបានទេនិយាយអស់បើកមាត់អស់ហ្មងបានទេអង្គការ KKV អង្គការ KKEV បាទ KKEV ចុះមិនបានកូនមកនៅដល់អង្គការនេះពីណានាំកូនមកនៅហ្នឹងម៉ាក់ខ្ញុំម៉ាក់អញ្ចឹងដំបូងឡើងមានរឿងអីហើយកូនមកនៅហ្នឹងយូរនៅតាំងពីទូចអាយុប្រហែលកូនមកនៅតាំងពីអាយុប្រហែលអត់ដឹងទេបាទអញ្ចឹងកូនធំឡើងនៅអង្គការហ្នឹងហ្មងចុះម៉ាក់ធ្លាប់មកលេងកូនមកអីជាមួយនាំកូនទៅដើរលេងញ៉ាំអីហ៎ពេលមកនៅអង្គការហ៎ធ្លាប់ម៉ាក់ធ្លាប់នាំមកនៅដែរអញ្ចឹងណាចាហើយជួបម៉ាក់បានប៉ុន្មានដងអីចា2 ដងជួបម៉ាក់បានតែ2ដងឯងនៅពីទូចកូនមិនក៏ដឹងថាម៉ាក់នាំមកនៅនឹងតាំងពីទូចពីណាប្រាប់កូនអ្នកនៅអង្គការប្រាប់អ្នកនៅអង្គការប្រាប់ណោះចុះមានចុះយប់មិញថៃកាត់អីបានកូនចេញពីអង្គការបើកូននៅតាំងពីទូចគេវាយពីណាវាយកូនដាក់មីក្រូគៀកមកតិចមកមើលប្រាក់អ៊ំឲ្យត្រង់មកអ៊ំវិធីជួយណាអ៊ំអត់មានតែចាប់កំហុសររឿងអីទេអ៊ំគ្រាន់តែចង់ដឹងរកវិធីគេវាយយ៉ាងម៉េចមើលបានកូនឯងដល់ថ្នាក់ត្រូវហត់ចេញពីអង្គការទាំងយប់គាត់យកខ្សែវ៉ាត់ដេញវាយគេយកខ្សែក្បាត់ដេញវាយកូនឯងធ្វើអីខុសខ្ញុំបានធ្វើអីខុសបើកូនអត់ខុសគេអត់វាយកូនទេកូនធ្វើរឿងអីកូនលេងអីឬក៏គេប្រាប់អីមិនស្ដាប់បងខ្ញុំអ្នកលេងអ្នកលេងទឹកទៅគាត់វាយដោយខ្ញុំលេងទឹកបងខ្ញុំអ្នកលេងតែគាត់វាយដោយខ្ញុំអញ្ចឹងកូនឯងមិននៅនឹងតែម្នាក់ឯងមានប្អូនមួយទៀតអត់បងប្អូនវាមកចង់និយាយថាកូនឯងនៅអង្គការហ្នឹងមាន2អ្នកបងប្អូនអញ្ចឹងបាទអូប្អូនស្រីឬប្អូនប្រុសដាក់មីក្រូគៀកមាត់ចេះមកដឹងប្រុសប្អូនប្រុសអញ្ចឹងមកនៅនឹង2អ្នកបងប្អូនទាំង2អ្នកហ្នឹងបងប្អូននេះបកើតហ្មងបាទអូលេងទឹកអីគេលេងទឹកស្រះណ៎ទៅលេងទឹកស្រះ2អ្នកប្អូនហើយមិនខ្ញុំនៅក្នុងបរិវេណអង្គការហ្នឹងមានទឹកស្រះបាទហើយថៃបានគេវាយមិនឲ្យយើងលេងកូនឯងដឹងទេខ្ញុំមិនលេងចាឥឡូវកូនមិនអ្នកលេងទេប៉ុន្តែកូនឯងយល់ថាមូលហេតុអីបានជាមនុស្សចាស់ខាត់មិនឲ្យកូនលេងទឹកស្រះហ្នឹងអត់ខ្លាចលងទឹកខ្លាចលងទឹកអញ្ចឹងគាត់ខាត់ឲ្យគាត់វាយហ្នឹងត្រូវឬខុសត្រូវឬខុសកូនឯងគិតម្ដងទៀតមើលព្រោះកំហឹងគាត់ស្ដាប់ប្រើទៅប្រាប់ទៅមិនស្ដាប់ដល់អញ្ចឹងគាត់ខឹងគាត់វាយដើម្បីយើងខ្លាចកុំឲ្យនៅតូចលេងទឹកខ្លាចអីកូនឯងថាមិញខ្លាចអីខ្លាចលង
ចាអញ្ចឹងគាត់អាក្រក់ឬគាត់ល្អចុះមើលទៅគាត់កាចគាត់វាយយើងតែក៏ប៉ិតគាត់កំពុងតែប្រាប់យើងការពារយើងកុំឲ្យយើងលេងទឹកខ្លាចយើងលងទឹកអញ្ចឹងគាត់មនុស្សអាក្រក់មនុស្សល្អគាត់ចាមនុស្សល្អទេមែនទេហើយដល់អញ្ចឹងខ្លួនឯងខឹងគាត់រត់ចេញមកអញ្ចឹងល្អអត់ចាខ្លួនឯងគិតមើលខ្លួនឯងចេញមកទាំងគាត់ខំអ្វីត្បិតថាគាត់មើលពីសបកក្រៅគាត់វាយយើងមែនតែការពិតគឺគាត់មិនចង់ឲ្យយើងគ្រោះថ្នាក់ចឹងណាពួកឯងនិយាយធម្មតាប្រាប់ធម្មតាអត់ស្ដាប់ចឹងតើឲ្យក៏ទាញពណ៌ទាញផ្ដៅដេញវត្តដេញវាយទៅដល់តែពេលហើយយើងខឹងគាត់ក៏ព្រោះអីក៏ព្រោះតែគាត់វាយយើងការពារយើងខ្លាចយើងលងទឹកទាំងបងទាំងប្អូនចឹងបើមានបញ្ហាអីទៅកូនមានគ្រោះថ្នាក់ហើយម្ដាយឪពុកកូនរករឿងពួកគាត់ទៀតចឹងទង្វើរបស់គាត់ដើម្បីការពារកូនគ្រាន់តែធ្វើទង្វើខុសដោយសារការវាយកូនខ្លាចទៅជាកំហុសអញ្ចឹងតើកូនអាណិតគាត់ឬកូនខឹងគាត់ឬកូនបន្តការស្អប់ជាមួយនឹងគាត់ទៀតមើលកូនគិតពិចារណាបន្តិចមើលតង្ហានកូនឯងវិភាគនិយាយជាមួយនឹងអ៊ំបន្តិចមើលត្រូវអត់គាត់ធ្វើអញ្ចឹងដើម្បីការពារកូនមិនអញ្ចឹងណាឥឡូវកូនឯងនឹកខឹងគាត់ទៀតអត់ដើម្បីការពារកូនការពារប្អូនយើងហ្នឹងនៅខឹងគាត់ទៀតអត់ឬក្នុងចិត្តកូនចង់តាណាមើលប្រាប់អ៊ំមើលនិយាយប្រាប់អ៊ំមកសួរមកអ៊ំរកវិធីជួយណាកូនចង់តាណានិយាយតិចមើលចឹងកាលណាកូនដឹងខ្លួនឯងខុសអញ្ចឹងល្អកូនអាចបែងចែករឿងត្រូវរឿងខុសបានមិនឲ្យកំហឹងគ្រប់គ្រងខ្លួនបានអញ្ចឹងណាពេលហ្នឹងកូនខឹងកូនយល់ថាកូនអត់ខុសទេហេតុអីបានត្រូវវាយកូនបានកូនខឹងកូនអន់ចិត្តកូនឈឺចាប់កូនរត់ចេញមកតែឥឡូវនេះគឺកូនបានពិចារណាជាមួយអ៊ំហើយថាអ្វីដែលមនុស្សចាស់វាយនោះក៏ព្រោះតែបារម្ភពីកូនខ្លាចកូនលងទឹកអញ្ចឹងគាត់ចង់ឲ្យកូនល្អកូនក៏យល់ថាគាត់ចង់ឲ្យកូនល្អដែរមិនអញ្ចឹងហីតង្ហានបាទហើយចុះប្អូនអាយុប្រហែលហើយនៅអង្គការ10ឆ្នាំដាក់មីក្រូគៀកមាត់មកអាយុប៉ុន្មានអាយុ10ឆ្នាំចាចុះពេលដែលលេងស្រះហ្នឹងលេងគ្នាប៉ុន្មាននាក់លេងម្នាក់ឯងអ្នកណាគេលេងប្អូនលេងម្នាក់ឯងហើយប្អូនដើរទៅចិត្តកូនដើរទៅចិត្តប្អូនហ្នឹងកំប្រាប់ប្អូនដែរតែដល់ពេលលោកគ្រូមកឃើញក៏វាយទាំងអស់គ្នាអញ្ចឹងទៅហ៎អញ្ចឹងមែនអូនឥឡូវទឹកចិត្តរបស់តុងហានកូនឯងចង់ទៅណាកូនឯងចេញមកហ្នឹងមានបំណងចង់ទៅណាតុងហានកូនឯងចង់ទៅណាមើលនិយាយលឺមើលចិត្តមិនវិញមកអ៊ំសួរថងកូននៅអង្គការគេពីមុនមកគេដែរវាយធ្វើបាបកូនដូចថ្ងៃដែលថាដេញវាយនឹងអត់តង្ហានចាឥឡូវកូនឯងចង់ទៅណែគេតំវាយលើកទី1ហ្នឹងតើតង្ហានរៀនដាក់ទីម៉ានអីកូនទី7អាយ៉ាដាក់ទី7ចូលអនុវិទ្យាល័យឥឡូវហ្នឹងចិត្តដល់ថ្ងៃប្រឡងកលេសឲ្យកូនឯងរត់តាណាពីមានហេតុផលអីផ្សេងទៀតទេដែលធ្វើឲ្យឯងលែងចង់នៅអង្គការចង់នេះហ្នឹងនិយាយអស់មើលចិត្តប្រឡងចូលអនុវិទ្យាល័យណាកូនបោះបង់ចោលសិក្សាទៅអីកូនឯងរត់មកទៅអីយើងកំពុងនៅរៀនហ្នឹងខំប្រឹងរៀនម៉ាក់ប៉ាយើងគ្មានសមត្ថភាពឲ្យយើងរៀនបានយកយើងមកដាក់អង្គការដើម្បីយើងបានរៀនសូត្រមានចំណេះចេះដឹងទៅយើងអាចមានអនាគតជួយគាត់វិញចឹងណាកូនហើយកូនឯងគិតមើលនេះនៅខែនៅប្រហែលខែទៀតចូលប្រឡងកលេសនេះប្រឡងបឋមចូលអនុវិទ្យាល័យចាហើយកូនឯងរត់ទៅមិនខាតការសិក្សារៀនសូត្រដល់ខំរៀនអស់ពេល7ឆ្នាំអីឥឡូវប្រាប់អ៊ំមើលកូនចង់ទៅណាចង់ទៅណាប៉ិតប្រកាសកូនចង់ទៅផ្ទះវិញកូនឯងយ៉ាងអត់បានរៀន
បើយើងនៅអង្គការក៏លោកគ្រូអ្នកគ្រូមិនបានទៅធ្វើបាបអីយើងខ្លាំងណាស់ណាដែរគាត់ជួយមើលការខុសត្រូវកូនរហូតគ្រាន់តែថាវាយកូននេះបំណងគាត់មិនចង់ឲ្យកូនលេងទឹកខ្លាចកូនលោកទឹកមិនអញ្ចឹងហីមកចិត្តអ៊ំណាមកនេះមកអ៊ំមកអង្គុយនេះមើលស្រួលនិយាយគ្នាមកនេះ ជាងការអាចដោយសារតែប្អូនវាទូជាង គិតពេលណាមកដាក់មេក្រូទៅហ្នឹងមកចិត្តអ៊ំនេះវិញមកអង្គុយនេះមកមកចា មកអង្គុយចិត្តនេះហើយគេវាយតាណាតណីខ្លះមើលមានស្នាមរបួសអីអត់មើលអ៊ំមើលតិចមើលអត់មានផងហ្នឹងនៅសំណាក់ឡៃណា នេះហីនេះដូចឃើញដាក់បាននេះរូបភាពនេះ ចាដោះអាអូវត្តអស់មើលអីយ៉ាចាញ់មីនីចាចាំអ៊ំមើលតិចសិនណាចង់មិនវាយតិចទេវាយខ្លាំងចឹងវាយត្រូវបាន40ក្បាត់គាត់អ្នកណាអ្នកវាយលោកគ្រូអ្នកណាអ្នកវាយសោះច្បងមានន័យថារៀមច្បងនេះហ៎តហ្នឹងហ៎អូឡើងជាប់ត្រូវប្រហែល40ក្បាត់ត្រូវប្រហែល40ក្បាត់គាត់មើលដាក់មីក្រូមកត្រូវប្រហែល40ក្បាត់គេវត្តចំប្រហែល40ក្បាត់ថ្ងៃច្រើនមិនលោកគ្រូអីចឹងសិស្សច្បងនៅក្នុងមណ្ឌលហ្មងហ៎ចំលោកគ្រូនៅក្នុងសាលាហ្នឹងមិនអត់នៅក្នុងមណ្ឌលហ្នឹងគាត់ដឹងចាលោកគ្រូដឹងរឿងហ៎ចាំមិនប្រាប់លោកគ្រូគាត់បើប្រាប់វាយថែមអូតើប្រាប់វាយថែមអូអាបងនឹងប្រាប់ថាបើហ៊ានប្រាប់វាយថែមអញ្ចឹងហ៎បងនឹងគម្រាមអញ្ចឹងមែនគាត់អូអញ្ចឹងមិនន័យថាកូនទៅប្រាប់ឲ្យគាត់វាយថែមទេតែពិតអាអ្នកវាយនឹងប្រាប់ថាបើហ៊ានទៅប្រាប់គ្រូវាយកូនឯងថែមអញ្ចឹងហ៎អូចាហើយឥឡូវចេះដូចជាម៉ាក់កូនឯងដឹងរឿងហើយបារម្ភពីកូនឯងដែរហើយចង់ជួបឥឡូវទៅម៉ាក់បន្តិចមើលឲ្យជួបម៉ាក់បន្តិចណាតែកូនឯងចង់ឈប់រៀនអត់ទេអ៊ំសួរសិនកូនកុំយំចាំមកឈប់សិនតែប៉ិតយើងអត់ចង់ឈប់រៀនទេត្រូវហ៎មកអ៊ំសួរសិនកូនឯងនៅចង់រៀនទៀតអត់ទេមកនេះបាយមកមកនេះកូនឯងនៅចង់ទៅរៀនវិញតែមិនចឹងខ្លាចហើយតែមានរឿងម្ដងនឹងសោះនឹងមិនក៏សុកចិត្តបោះបង់ការសិក្សាកូនហាក់ណាត់ប្អូននេះប្អូននៅអង្គការមួយទៀតអត់បានណាមើលវាចុះឥឡូវបើលោកគ្រូនៅអង្គការគាត់ជួយដោះស្រាយសម្របសម្រួលគ្នាវិញឲ្យកូនបានទៅនៅក្នុងមណ្ឌលវិញហើយបានទៅរៀនទៅសូត្រដូចដើមកូនសុខចិត្តទៅអត់ហេតុអីឃើញអញ្ចឹងហើយកូនឯងទៅខេត្តវិញហើយលុយហេងសុយអត់បានទៅរៀនទៀតណាកូនឯងត្រូវប្រឡងកន្លែងឆ្នាំហ្នឹងណាដាក់ទី7ប្រហែលខែទៀតត្រូវប្រឡងចូលអនុវិទ្យាល័យដាក់ទី8កូនឯងមិនស្ដាយឥឡូវបងអ៊ំឲ្យកូនឯងជួបមួយម៉ាក់បន្តិចសិនណាកូនណាមកចាអាឡូជំរាបសួរអាឡូចាបងស្រីមានស្គាល់ក្មួយប្រុសឈ្មោះហេងតុងហានទេជាម្ដាយអូជាម្ដាយផ្ទាល់ហ្មងណាចាអញ្ចឹងបងតុងហានប្រាប់ថាគាត់នៅមណ្ឌល KKEV អញ្ចឹងណាចាអ្នកគ្រូនៅតាំងពីសួរមកពួកខ្ញុំបានប្តីក្រៅប្តីមុនធ្វើបាបកូនខ្ញុំពេកខ្ញុំយកទៅដាក់អង្គការអូគាត់ជាមួយគ្រួសារមុនហើយប្តីប្រើអំពើហិង្សាបងឯងយកគាត់ទៅដាក់នៅមណ្ឌលនេះតាំងពីអាយុប្រហែលមកតាំងពីអាយុ5ឆ្នាំអ្នកគ្រូអូពីអ្នកបងប្អូនណាមានប្អូនមួយទៀតណាចាអ្នកគ្រូឲ្យវាជួបថ្នាំបែកវាយកូនស្នាមបែកនៅថ្នាក់អូអញ្ចឹងស្លាកស្នាមលើមុខនេះគឺមកពីឪពុកទេចាហើយយកទៅដាក់នៅអង្គការហ្នឹងបានតាំងពីអាយុ5ឆ្នាំឥឡូវគេអាយុ12ឆ្នាំហើយធ្លាប់ទៅលេងកូនបានប៉ុន្មានដងហើយពេលបុណ្យទានខ្ញុំទៅយកកូនមកលេងគេថាគេជួបម៉ាក់គេតែបាន2ដងតែពេលហ្នឹងខ្ញុំនៅថៃអ្នកគ្រូខ្ញុំទៅចោះមកពីថៃបានយកកូនមកអូអញ្ចឹងអូនទៅយកកូនដាក់នៅអង្គការកូនឯងឡើងទៅធ្វើការនៅថៃតែត្រឡប់មកពេលខ្ញុំបានប្តីខ្ញុំបានប្តីក្រោយខ្ញុំឡើងទៅថៃអ្នកគ្រូអញ្ចឹងតែចោះមកពេលគេមានបញ្ហាសង្គ្រាមនេះហ៎ណា
ចាអ្នកគ្រូ ចាឥឡូវអូនឯងនៅណា ខ្ញុំនៅស្រុកបាត់ដំបងស្រុកថ្មគង បច្ចុប្បន្ននេះអូនឯងនៅបាត់ដំបងណា ចាប្តីខ្ញុំស៊ីឈ្នួលគេខ្ញុំស្អែកខ្ចីនៅផ្ទះ ឥឡូវមានកូនង៉ែតមួយទៀតហើយ ចាមានអ្នកអូនមួយទៀតអាយុ5ឆ្នាំ កូន2ផ្សេងទៀតហើយចឹង ចា ហើយឥឡូវធ្វើម៉េចទៅបើកូនតង្ហាននេះគាត់ខ្លាចរាហ៊ានទៅមណ្ឌលវិញទេហើយគេនឹងចង់ទៅបាត់ដំបងទៅរកម្ដាយនេះឥឡូវម្ដាយកំពុងអញ្ចឹងអូនឯងគិតមិនឥឡូវហ្នឹង ខ្ញុំថាខ្ញុំពងគ្មានតន់មានចំណាប់ភាពគ្រូក៏វាចង់មកខ្ញុំក៏មិនដឹងទឹកមិនគ្រូខ្ញុំនិយាយទៅខ្ញុំអត់មានសមត្ថភាពវានៅជាមួយខ្ញុំទៅវាមានអនាគតទៅអ្នកគ្រូណាមួយប្តីខ្ញុំរកតែប្រាក់ខែទៅ70,000 ឥឡូវនៅជុំគេហ្នឹង ឥឡូវអូនឯងនិយាយជាមួយកូនបន្តិចសិនទៅចឹងណាចាផ្លែតណាតង្ហាននិយាយមួយម៉ាក់កូនបែរមុខមកនេះមកអាឡូម៉ាក់មកងាកមកនេះ ឡូហ៊ាននិយាយមកកូន និយាយជាមួយម៉ាក់បន្តិចកូន ម៉ាក់ខ្ញុំនឹងមកយកបណ្ណាម៉ាក់ចិត្តថាកូនឯងនៅក្រៅបានអីញ៉ាំបានដេកទៅណាម៉ាក់ស្អែកខ្ចីមកតែនឹកកូនម៉ាក់ទេសួរគេរហូតណាណាគេវាយកូនឯងប្រាប់គ្រូ មិនងាកមុខចេញ គេរៀបកូនឯងឯង ហើយគាត់ចង់ជួប កូនឯងចង់មកនៅជាមួយម៉ាក់កូនឯងមានអនាគតអត់កូនឯងមកឃើញស្រាប់ហើយតាកូនឯងធ្វើការតែឯងទោះប៉ាចង់មែនគេស្រឡាញ់កូនឯងដែរទេញ៉ាត់ ចិត្តអូនចង់ឲ្យកូននៅមណ្ឌលរៀនសូត្រឲ្យចាប់ចុងចាប់ដើមមែនទេ ខ្ញុំចង់អ្នកគ្រូតែខ្លាចទៅវានិយាយចើថាគេធ្វើបាបទៀត អត់អីទេឥឡូវមិនមកបងតាក់តងមួយអង្គការសំខាន់អូនឯងនិយាយជាមួយកូនឲ្យច្បាស់លាស់សិនមកកូននិយាយជាមួយម៉ាក់ខ្លះទៅកូន ទោះយ៉ាងណាបើថប់រត់2 ដងហើយអ្នកគ្រូ ម្ដងនេះទៀត2 ដងហើយ ចាលោកមុន ខ្ញុំខ្លាចទៅពេលក្រោយទៅគេធ្វើបាបវាយលើសនឹងទៀត លោកមុនរឿងអីលោកមុនមានរឿងអីមិនរត់ដែរ អូនរឿងអីគេកូនក៏ខ្ញុំយកមកពេលចូលឆ្នាំនេះខ្ញុំសួរថាមិនអូនអត់ចង់ទៅវិញខ្ញុំសួរថាម៉ាក់ខ្ញុំអត់ចង់ទៅវិញទេគេធ្វើបាបថាណាធ្វើបាបកូនឯងប្រាប់មកអត់ប្រាប់ខ្ញុំដែរខ្ញុំឃើញខ្នងមានស្នាមដែរតើ ឥឡូវនិយាយជាមួយម៉ាក់បន្តិចមកកូនហេតុអីអត់ចង់និយាយជាមួយគាត់ចឹងហ៎ហើយបើកូនឯងអត់ចង់អត់ទៅអង្គការវិញអត់ទៅមួយម៉ាក់ហើយចង់និយាយជាមួយម៉ាក់អត់ចង់ទៅអង្គការអត់ចង់ទៅម្ដាយកូនឯងចង់ទៅណាកូនឯងចង់ទៅណាកូនម៉ាក់ទូបើកូនឯងចង់នៅជាមួយម៉ាក់កូនឯងមានអនាគតអត់ម៉ាក់ចង់កូនឯងមានអនាគតម្ដាយណាមិនស្រឡាញ់កូន ទូម៉ាក់បានប្តីក្រោយក៏ម៉ាក់នៅស្រឡាញ់កូនអីក៏នៅទៅស្រឡាញ់ទុកចិត្តម៉ាក់ស្អែកខ្ចីយកកូនមកទាំងយកកូនមកប្អូនកែក្រាក់មិនម៉ាក់ខំយកកូនមកលេងកូនឯងចង់មកវិញមែនឥឡូវគាត់ចង់ទៅម៉ាក់មករយៈសិនឬក៏មិនតង្ហាន់ ទៅលេងមួយម៉ាក់ពីរថ្ងៃសិនអីឬក៏មិនអត់ទេទៅណាវិញឥឡូវកូនទៅណាកូនឯងចង់ទៅណាគ្មានកន្លែងណាសុខស្រួលទេកូនអើយទៅណាក៏មានបញ្ហាប្រឈមដែរណាកូនមិញថ្ងៃក៏ចង់ហែងមកដែរមកកូនឬប៉ុណ្ណឹងគេភ្លេចចោលកូនឯងកាយខ្លួនឥឡូវនិយាយជាមួយម្ដាយបន្តិចទៅហ៎មិនចឹងខឹងម្ដាយរឿងអីអត់និយាយហៅអូនឯងសោះចឹងអូនខឹងខ្ញុំសន្និថាកូនឯងទៅសិនទៅចាំ
ម៉ាក់ឲ្យកូនឯងនៅម្ដងនឹង2ឆ្នាំក្រោយចាំម៉ាក់ទៅយកកូនឯងមកនៅជាមួយម៉ាក់បានដឹងដៃដឹងជើងបានធ្វើការពីសុំខ្ញុំតឡើងឡាននឹងវាចង់មកទេអ្នកគ្រូវាថាបើវាទៅដល់ម្ដងវារត់ចេញពីម្ដងពីនិយាយមែន ឥឡូវបើកូនឯងអត់ចង់ទៅមណ្ឌលកូនឯងចង់ទៅម៉ាក់មែននិយាយជាមួយម៉ាក់អីចឹងនិយាយមួយម៉ាក់សិនណាណែកាន់មីក្រូនិយាយមួយម៉ាក់សូបូមើលហាអាឡូមួយម៉ាក់ទៅឥឡូវនិយាយប្រាប់គាត់អត់ចង់ធ្វើអីនិយាយតើ កូនឯងចង់មកផ្ទះក៏មកមិញឯងគេនេះថាឲ្យទេគេឲ្យឯងមកឲ្យកូនឯងកែខ្លួន ឥឡូវកូនឯងនិយាយជាមួយគាត់ណាឥឡូវនិយាយជាមួយគាត់ទៅឥឡូវកូនឯងចង់ទៅណានិយាយប្រាប់ម៉ាក់ច្បាស់មើលនិយាយដាក់មីក្រូមក កូនឯងចង់មកម៉ាក់អត់ឬចង់ទៅអង្គការវិញឲ្យបងអូននៅតែឯងកូនគឺកូនឯងចង់មកនៅមួយម៉ាក់បើនៅមួយម៉ាក់មានអនាគតណាកូន អត់បានរៀនបានសូនទៀតទេ សាលាក៏នៅឆ្ងាយដែរកូនឯងចង់នៅមួយម៉ាក់មែន ចឹងនិយាយជាមួយម្ដាយសូបួរមកកូនឯងមិនដាក់មីក្រូយើងចង់ទៅណាធ្វើអីយើងជិះផងនិយាយច្បាស់ច្បាស់លះលះមើល តែខ្ញុំទុកបន្ទុកកូនជប់ថាកូនកូនកែខ្លួនមកដឹងកូនមានស្ពាតផ្លូវចិត្តតាំងពីនៅហ្នឹងអ្នកគ្រូតាំងពីមកខ្ញុំមកអង្គុយយំប្រក់ទឹកភ្នែកខ្លួនឯងអង្គុយអស់សង្ឃឹមយើងហៅទៅផ្លឹកភ្លាំងគឺថាវាមានគំនុំពីនៅពីទួយឲ្យវាមុនធ្វើបាបក៏ជក់ឆ្នាំវាយកូនចង់ឈួតចង់ជា ខ្លះគ្នាវាខ្វះភាពកក់ក្ដៅ ហ្នឹងហើយខ្វះភាពកក់ក្ដៅ ជួបស្ថានភាព ផងស្ថានភាពដែរជាផ្សារស្ថានភាពនៃហិង្សានោះវាជាធ្វើឲ្យគ្នាខ្លាចរអាផងណាអូន ចាបានខ្ញុំមកនេះណែនាំឲ្យកូនមានកម្លាំងចិត្តកម្លាំងអីឥឡូវជាក់ស្ដែងអត់ចង់ទៅមណ្ឌលវិញត្មងគឺអត់ចង់ទៅមណ្ឌលទេគេចង់ទៅរកយើងជាម្ដាយនេះអូន ចឹងហើយចង់រកដល់ចាំម៉ាក់បើកលុយឲ្យបងអូនសាច់ចៃម៉ាក់សាច់ចៃម៉ាក់ទៅយកមកកូនមកកើម៉ាក់ឲ្យឡានទៅយកបានអត់ម៉ាក់យើងអីទៅតាមខេត្តបាត់ឯហ្នឹងចុះនៅបាត់ដំបងគេនោះមានអង្គការមានមណ្ឌលអីដែរអត់ទេអូនខ្ញុំអត់ដឹងផងអ្នកគ្រូជួយតាក់ទងទឹកបាននឹងគ្រូខ្ញុំអត់សូវដឹងចឹងបានន័យថាកូនអត់ចង់នៅមណ្ឌលនឹងតទៅទៀតអញ្ចឹងហ្មងណាអូនកូនប្រាប់កន្លែងគិតមើលកូនឯងអត់ចង់ទៅមណ្ឌលនឹងទៀតហ្មងហ៎ប៉ុន្តែមកទាំងបងបងប្អូនណាកូននៅប្អូនមួយទៀតកូនឯងនៅបែកគ្នាកើតដែរកូនសូមឲ្យអ្នកគ្រូជួយរកឲ្យឥឡូវចាំមើលតើនឹងមានគេមានដៃគូរបស់គេ វាបាក់សង្សារអូនលែងចង់នៅអង្គការ ខ្ញុំចង់ឲ្យកូននៅជាមួយខ្ញុំគាត់នៅបានអ្នកគ្រូឃើញប៉ុន្តែអ្នកគ្រូមកបានឃើញសុខភាពខ្ញុំមិនរត់ពីប្តីតែឯងប្រាក់ខែ70,000ហើយខ្ញុំស្អែកខ្ចីឥឡូវគឺចាំមើលបងតាក់តងនិយាយជាមួយមណ្ឌលមួយទៀតអូនថាឥឡូវអូននឹងអត់ទៅហ៎ទាំងហាន់គាត់ឯងនិយាយដាក់មីក្រូលះបានអ៊ំចង់ដឹងច្បាស់ហ៎គាត់ឯងនិយាយច្បាស់មកកូននៅនឹងមិនឥឡូវកូនមិនទៅវិញហ្មងនៅតាក់តងមណ្ឌលគេមិនទៅអូន ហ្នឹងហើយព្រោះមិញហ្នឹងគេលូតាក់តងទៅខាងបងមណ្ឌលព្រោះគាត់បានតាក់តងមកតាមលេខទូរស័ព្ទម្ដងហើយគាត់ក៏តាក់តងមកតាម Telegram បន្ថែមអញ្ចឹងណាតែចង់ឲ្យគាត់ផ្សាយសលេងតរឿងហ្នឹងបន្ថែមហើយគាត់ក៏ voice សំឡេងមកការគាត់សួរមេញឲ្យសួរម្ដាយទៅខាងខ្ញុំចាំតែទៅយកគាត់មកវិញតាសួរម្ដាយសួរកូននឹងឲ្យអស់ចិត្តទៅព្រោះកូននឹងតាំងពីមកចូលឆ្នាំវិញគាត់អត់ចូលរៀនគាត់អត់អីគាត់កិច្ចតែសាលាហ្នឹងហើយគាត់ចង់ទៅផ្ទះតែម្ដាយគាត់មានលទ្ធភាពណាយកគាត់ទៅវិញអញ្ចឹងសភាម្ដាយសភាកូននឹងឲ្យខាង ABC សភាពួកគាត់ឲ្យអស់ចិត្តក៏ខណីក្មេងហ្នឹងគឺគាត់អត់ចង់រៀនគាត់កិច្ចតែសាលាទៅអត់ចូលរៀនហើយអត់មកដុលវិញមិនលើកទី1ណាម្សិលមួយថ្ងៃហ្នឹងម្ដងដែរគាត់ទៅ
រៀនទាំងព្រឹកហើយអត់មកវិញអញ្ចឹងណាបានយើងទៅរកគាត់ឃើញទៅមិនមិញទៅរកគាត់មានអ្នកណាវាយគាត់ទេមានក្មេងក្នុងដុលណាវាយគាត់ទេគាត់មើលនឹងណាគេវាយគាត់មានណាគេវាយគាត់ទេបើគាត់ចេះឆ្លើយអញ្ចឹងដោយសារគាត់អត់ចង់មកនៅអង្គការវិញគាត់ចង់ទៅនៅផ្ទះណ៎គេថាមានអ្នកណាវាយកូនទេកូនកូនឯងកុហកឬការប៉ិតអើគាត់ទៅសុំរត់ណាគាត់រត់ណាពីណាគេអ្នកវាយឈ្មោះអីឈ្មោះរតនា ស្នាមខ្នងខំក្លៀកជាំប៉ុណ្ណានៃនេះឥឡូវខាងអង្គការគេអត់ប្រកាសបខំអីដែរព្រោះអូនមានបំណងចាក់ចេញហ្នឹង2ដងហើយអញ្ចឹងអូនឯងមានតែទទួលធ្វើម៉េចឲ្យបានកូនទៅនៅជាមួយអញ្ចឹងអ្នកដែលវាយកូនឯងឈ្មោះរតនាគឺឈ្មោះរតនាទី1ចិត្តអត់ចង់នៅផងទី2មានអាសិស្សច្បងវាយផងអញ្ចឹងផ្សាយផ្សំលោកគ្រូមិញថាអត់មានអ្នកវាយទេតែមិញគឺបញ្ជាក់មកថាមានឈ្មោះរតនាអ្នកវាយណាអញ្ចឹងឲ្យលោកគ្រូទៅសួរចម្រិតរតនានឹងទៅហើយយើងមកពីចូលឆ្នាំវិញគឺអត់សូវមានចិត្តចង់រៀនចង់សូត្រអីទេមិនរៀនអត់ចូលឬក៏មិនហ៎មិននិយាយដាក់មីក្រូមកចិត្តនឹងវាមិនឡើងចង់រៀនអញ្ចឹងហ្មងឬក៏មិនគុនចុះបើឥឡូវយើងទៅបាត់ដំបងប៉ុន្តែនឹងថានៅបាត់ដំបងគេមានអង្គការឬក៏មិនអញ្ចឹងឥឡូវនេះទោះបីជាឲ្យត្រឡប់ទៅវិញក៏អត់ទៅដែរអូនទោះទៅក៏នៅរត់មកទៀតដែរចាអ្នកគ្រូចាអញ្ចឹងមានទៅរកបើនៅអង្គការផ្សេងគុនទៅហ៎ព្រោះម៉ាក់កូនអត់មានលទ្ធភាពអត់ទៅទេនិយាយទៅធ្វើម៉េចមានតែនៅមុនឯងមករយៈសិននឹងឯងអូនឥឡូវនេះហ៎ចាមានតែធ្វើម៉េចគាត់ឲ្យគាត់បានទៅផ្ទះនៅជាមួយឯងមករយៈខ្លីសិនហើយចាំយើងនិយាយជាមួយគ្នាអីបន្តទៀតជាមួយនឹងគាត់ទៅព្រោះឥឡូវនេះគឺទៅណាក៏អត់ទៅដែរមានតែចង់ទៅផ្ទះទេអញ្ចឹងហ៎តង្ហានគឺចង់ឲ្យទៅនៅផ្ទះមួយអូនឯងមករយៈសិនអត់ចង់ទៅណាទាំងអស់ឥឡូវហ្នឹងហើយបើឲ្យទៅវិញគេមកយកទទួលទៅក៏គង់ទៅរត់ទៀតទេចាអ្នកគ្រូខ្ញុំដឹងអ្នកគ្រូពួកអីតែគេនិយាយប្រាប់ឈ្មោះប៉ុណ្ណឹងហើយសាច់គេធ្វើបាបថែមហ្នឹងហើយអូនអញ្ចឹងមានធ្វើម៉េចឥឡូវឲ្យបងធ្វើម៉េចបានអូនទៅដល់ថ្មគោបាត់ដំបងកើតណាធ្វើម៉េចខ្ញុំអត់មានតតបាក់លុយផងអ្នកគ្រូប្តីខ្ញុំនៅខេត្តទៀតដល់ប្តីពូខាងប្តីខ្ញុំខាងដាំបន្លែខាងតាមខេត្តហ្នឹងអ្នកគ្រូគេឲ្យចុះតាក់ខ្ញុំអត់តន់ដោតលុយប្រហែលជាថ្ងៃណាដែលអាចឥឡូវប្រហែលជាថ្ងៃណាដែលអាចទទួលគាត់បានចឹងអ្នកគ្រូឲ្យចង់និយាយថាអ្នកគ្រូឲ្យជិះតាមឡានហើយឲ្យឡានហ្នឹងទេតាមលេខខ្ញុំតិចបានដល់អ្នកគ្រូពួកខ្ញុំអត់មានអាគេជិះទៅយកអញ្ចឹងខ្ញុំចង់ឲ្យអ្នកគ្រូរកឡានឲ្យហើយដាក់តាមឡានទៅវិញបាត់ទៅចំវិញបើកូនឯងអត់ស្គាល់អីមិនទៅអូនហើយអូនអត់មានទូរស័ព្ទតាក់ទងហ្នឹងហ៎អ្នកគ្រូឲ្យលេខតកងឡានអ្នកគ្រូឲ្យលេខខ្ញុំទៅតកងឡានហ្នឹងឲ្យតកងឡានតាក់ទងមួយអូនឯងផ្ញើអូនមួយតកងឡានរហូតទៅដល់ថ្មគោលហ្នឹងទៅចាអ្នកគ្រូអាហ្នឹងជិះ3ទៅណាថ្មគោបាត់ដំបងតកងឡានទៀតហ្នឹងហើយឥឡូវចាំមើលបងប្រកាសរលេខតកងឡានថាគេអាចស្ម័គ្រចិត្តដឹកយកទៅបានអូនឯងចាំចរចាតម្លៃអីជាមួយគេអញ្ចឹងណាចាអ្នកគ្រូពួកអីឥឡូវនេះបើយកទៅដាក់មណ្ឌលក៏អត់កើតដែរទៅណាក៏អត់ទៅដែរមានតែទាទៅផ្ទះសិននឹងឯងអូនចាំខ្ញុំមិនមកបើមកដល់ចេញឥឡូវខ្ញុំបាក់ខ្ចីលុយគេឲ្យកូនមកហ្នឹងហើយអូនអត់អីទេចឹងចាំមើលបងសួរប្រកាសរតកងឡានសិនណាជីពីនឹងទៅថាជីពីនឹងទៅដល់តកងឡានគេហ្នឹងអស់ប៉ុន្មានអីប៉ុន្មានអូនឯងចាំតាក់ទងចរចាតម្លៃខ្ញុំជិះហ្នឹងគាត់ទៅយកកូនហ្នឹងអាហ្នឹង3នាក់ម៉ែកូនគេយក 50000 អ្នកគ្រូណាគេទៅចុះឲ្យឥឡូវបើយើងចុះណៃមានស្គាល់លេខរត់ឡាននៅក្នុងអត់ចាគាត់តែពីថ្មកោតទៅហ្នឹងអ្នកគ្រូតែចង់និយាយគេឥឡូវគេនៅពេញអីណៃសាក់ទេរកគេមើលមានតែគាត់សួរមើលបើមានគេនៅពេញស្រាប់ស្រួលខ្ញុំសួរដាក់ទៅគេស្គាល់តែគាត់ចឹងណា
សួរមិន បាន ណា ហៅឲ្យអ្នកគ្រូ អូនឯងអ្នកតាក់តងសិនតាក់តងខ្លួនឯងថាឥឡូវកូនឯងនៅមួយពួកបងចេះចង់ផ្ញើឡានអីចឹងណាបើគាត់អូខេថាគាត់ដឹកបានឥឡូវគាត់នៅពេញប្រាប់បងចាំបងទៅគាត់ហើយមិនដឹកអូនទៅដាក់បេនឡានមួយគាត់ហ្មង ចាអ្នកគ្រូចា អញ្ចឹងចាំតាក់តងគ្នាតាមក្រោយទៀតអញ្ចឹងណា ចាអរគុណអ្នកគ្រូចាអរគុណ ហ្នឹងហើយអូនចាអរគុណច្រើនអញ្ចឹងណានិយាយមួយម៉ាក់បន្តិចអញ្ចឹងម៉ាក់ព្រមមកយកយើងហើយណាអេព្រោះក្មេងអបអញអើយមិននិយាយមួយម៉ាក់តិចមកចឹងនេះម៉ាក់ឲ្យយើងជិះឡានទៅព្រមទៅជិះឡានទៅខ្លួនឯងអត់ហ៎ឥឡូវម៉ាក់ឲ្យយើងជិះឡានទៅបាត់ដំបងហើយទៅអត់ហេតុងហានអេមិនចឹងឥឡូវម៉ាក់ដឹកឲ្យកូនឯងជិះឡានទៅអត់ ទៅ និយាយច្បាស់មើល ទៅ ទៅមួយម៉ាក់ចឹងនិយាយមួយម៉ាក់ទៅចឹងណាឥឡូវហៅម៉ាក់មើលម៉ាក់អូតែណែនិយាយមួយម៉ាក់មើលឡូម៉ាក់តិចអញបាច់ចោលតោងឥឡូវម៉ែនៅកូនថ្ងៃថាតោះ ចា ឥឡូវចាំតាក់តងឡានតាក់ស៊ីមើលបងប្អូនហ៎តោះហាអីគេមកសុំកប់ផ្សាយសលេងមើល ចាំតិច ចាឥឡូវជំរាបសួរ ព្រោះអត់ចង់ឲ្យឡានផ្សេងឡានអ្នកស្គាល់គ្នា គាត់នឹងខាង ទៅ ណា វាស្រួលជាង បេនឡានគាត់មានអ្នកហូតឡាននេះហ៎អើយនិយាយអត់ដាក់មីក្រូឲ្យបងខំស្ដាប់បងអូនប្រុសទៀតចា ចា ជា គាត់ច ស្រ័ ង់ យ និយាយ ណា ថាគាត់អ្នកស្គាល់អ្នកហូតឡាននៅថ្មគោលហ្នឹង អូចាអត់ទេចាំមើលគាត់តាក់តងតកងស្គាល់ស្រាប់ជំរាបសួរចាជំរាបសួរអូន ចាខ្ញុំនៅខាងព្រៃវែងចង់រាយការណ៍ប្តឹងបង អូរាយការណ៍ប្តឹងអីគេនោះចា ចា អញ្ នឹង ជើញ ឯងអរគុណ រាយការណ៍ប្តឹងណាចាបងប្អូនអ៊ំពូមីងណា ជឿក្បាល ហ្នឹងហើយចាប្រិយម្នាក់ស្ដាប់ FC អញ្ចឹងសម្រាប់ទៅជាមួយម្ដាយអីចឹងហ៎និយាយដាក់មេក្រូមកអញ្ចឹងមកឲ្យជីឡានទៅតាក់ស៊ីធ្វើលះតិចមើលអញ្ចឹងច្បាស់ហើយណាទៅម៉ាក់ប្របាក់ប្របិនណាគាត់មើលកូនង៉ែតផងកូនងាផងហើយយើងទៅទៀតចាំមើលទៅវាស្រួលវាសនុកអីចុះបើទៅនៅអត់រៀនអត់សូត្រចឹងបានអីជួយម្ដាយកូនហ៎អត់មានចំណេះដឹងក្នុងខ្លួនហើយណាគាត់យើងគិតតែម៉េចគិតឲ្យវែងឆ្ងាយមិនគិតលេងទេណាតើនេះឥឡូវអ៊ំរកវិធីសាស្ត្រឲ្យកូនឯងបានទៅនៅជាមួយម្ដាយសិនហើយមួយរយៈខ្លីប៉ុន្តែមិនអាចរស់នៅអញ្ចឹងបានមួយជីវិតទេយល់ទេហើយបើសិនជាមានរឿងអីកើតឡើងយើងអត់មានចំណេះដឹងក្នុងខ្លួនយើងចង់ធ្វើការងារល្អប្រាក់ខែបានច្រើនហើយដល់ពេលយើងអត់ហ៊ានអត់សូត្រការចេះដឹងយើងអត់មានយើងទៅធ្វើការអីកើតហើយបានអីជួយម៉ែយើងយល់ទេចឹងឥឡូវទៅមួយរយៈសិនចោះអស់ចិត្តណាហើយចាំមើលម្ដាយយើងតាក់តងឡានបានសិនលឺហ៎ចឹងអង្គការហើយចិត្តមិនទៅទេ មិនទេចា ហើយបងខាងមណ្ឌលនឹងសិក្សាមើលទៅណាថាតើវាមានអ្នកណាដែលចូលចិត្តប្រើហិង្សាអីអាហ្នឹងយើងបកការពារទៅដើម្បីបញ្ជាកុំឲ្យមានអារម្មណ៍ថាវាមានហានិភ័យអីបន្តទៀតណា ចា ហើយវានៅមានប្អូននៅក្នុងនោះម្នាក់ទៀតចុះមកអញ្ចឹងប្អូនយើងក៏តែមិនយក ចង់ប្អូន និយាយថាចង់ដៃតែវាហ៊ាន ហ្នឹងហើយឥឡូវអញ្ចឹងតាមតាណាសិនណាគីលូណោះចាមានឲ្យម្ដាយតាក់តងមួយឡានឈ្នួលហ្នឹងទៅហើយត្រូវចាំមកទទួលគ្នាយ៉ាងម៉េចអីយ៉ាងម៉េចមានតែពួកយើងចាំដឹកយកទៅដាក់បេនឡានគេទៅហើយគាត់តាក់តងទៅព្រោះអីនិយាយអីគាត់ការដែរឥឡូវនេះព្រោះបីជាបានទៅដល់មណ្ឌលក៏គង់តែចេញមកវិញដដែលទេ ចា ហើយអញ្ចឹងមានឲ្យទៅអស់ចិត្តជាមួយនឹងម្ដាយសិនហើយទុកឲ្យម្ដាយគាត់និយាយរៀបរាប់ទៅហើយបើត្រូវទៅមណ្ឌលថ្មីឬក៏មិនអាហ្នឹងតដូរទីតាំងហើយ ហ្នឹងហើយ ចាហ្នឹងមិនអាចទៅរួចបើនៅអង្គការដដែលអង្គមណ្ឌលដដែលប្រហែលជានៅការដែរអារម្មណ៍ភ័យខ្លាច